បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំមានឱកាសបានមកដល់ឡាងស្ពានម្ដងទៀតហើយជាឡាងដែលចុះនៅក្នុងបញ្ជីបុរេប្រវត្តិហើយនឹងជាឡាងដែលមានប្រវត្តិសាស្ត្រពីមុនខ្ញុំធ្លាប់បានមកម្ដងហើយដោយបងប្អូនឃើញនៅទស្សនវិជ្ជាអញ្ចឹងតែថ្ងៃនេះផងដែរខ្ញុំមានឱកាសបានត្រឡប់មកម្ដងទៀតដោយសារខ្ញុំនាំប្អូនហើយនឹងបងប្រុសម្នាក់ដែលគាត់ចង់មកស្គាល់ទស្សនវិជ្ជានៅក្នុងឡានអញ្ចឹងជាជំហានគោលដៅទី1របស់យើងគឺនាំគាត់មកមើលនៅកន្លែងនេះទៅហ្នឹងហើយនេះគាត់កំពុងតែថត blog ដើម្បីចែកម្លែកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលដែរហ្នឹងហើយអញ្ចឹងខ្ញុំសង្ឃឹមថាមានបងប្អូនមានភ្ញៀវទេសចរនឹងមកលេងកម្សាន្តហើយនឹងកន្លែងនេះផងដែរគឺមានលោកពូចាំរៀបរាប់ប្រាប់ភ្ញៀវទេសចរនៅក្នុងតំបន់ដែលគាត់ចង់មកលេងនៅកន្លែងនេះអញ្ចឹងទៅគាត់អាចរៀបរាប់គាត់ដឹងពីប្រវត្តិសាស្ត្រច្រើនព្រោះអីតាមដែលសួរនាំគាត់ជាអ្នកធ្វើការនៅក្នុងកម្មវិធីសិក្សាកម្មសិក្សាបុរេប្រវត្តិដូចគ្នាអញ្ចឹងវីដេអូនេះគ្រាន់តែជាការចែកម្លែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នានឹងឯងបានស្គាល់ហើយនឹងចង់មកដំណើរកម្សាន្តអញ្ចឹងទៅគឺទស្សនវិជ្ជាបែបនេះឯងបងប្អូនទាំងអស់គ្នានេះក៏ស្អាតមែនទេនៅពេលដែលយើងមកមើលនៅប្លង់ខាងនេះអស់ចាំទេហូរលយធំបងប្អូនទាំងអស់គ្នាហ្នឹងឯងតែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមកពេលយើងមកយើងមានឆ្នាំបាញ់មូសឆ្នាំអីជាប់ខ្លួនក៏បានដែរព្រោះវាមូសច្រើនគួរសមដែរពិតមែនបើថាបើមកខែប្រាំងអត់សូវមានទេកាលខ្ញុំមកខែមុនវារៀងនៅខែប្រាំងខែក្តៅប៉ុន្តែនៅពេលខែក្តៅវល់ព្រៃបែបនេះគឺអត់មានទេបងប្អូនហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមករៀបរាប់ប្រាប់បងប្អូនពីដំណើរខ្ញុំនៅថ្ងៃនេះវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាយបាយមុខខំពេក